សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទតាផុសប្រេចក្តាមទៀតហើយ Channel YouTube បាទថ្ងៃនេះខ្ញុំចង់និយាយអំពីតិចនិចនៃទ្វា7ហើយនឹងទ្វា8បាទតិចនិចទ្វា7ហើយនឹងទ្វា8អញ្ចឹងតើមានតិចនិចយ៉ាងណានោះសូមពុកម៉ែបងប្អូនទស្សនាដូចតទៅតែមិនបានអស់ទេគ្រាន់តែធ្វើមួយក្បាច់ពីរក្បាច់តែប៉ុណ្ណោះបាទអញ្ចឹងសូមទស្សនាដូចតទៅបាទអញ្ចឹងពុកម៉ែបងប្អូនដឹងហើយខាងនោះទ្វា1ខាងនេះទ្វា2ណាបាទខាងនេះទ្វា7ខាងនេះទ្វា8ខាងនេះទ្វា4ខាងនេះទ្វា3អញ្ចឹងខ្ញុំឈរចំហនេះគឺឈរចំហខ្វែងចំហទ្វា3និងទ្វា4អញ្ចឹងចាំមើលខ្ញុំគិចទៅទ្វា7ណាបាទទ្វា7បាទអញ្ចឹងចាំមើលដូចទៅអូណែអានេះយើងគិចមកខាងនេះណាគិចមកខាងនេះគិចមកខាងទ្វា7យើងចង់ទៅខាងនេះវិញក៏បានដូចគ្នាណាគិចទៅទ្វា7អានេះថាគិចមកទ្វា7ណាបាទឥឡូវខ្ញុំឈរកន្លែងដដែលបាទឈរកន្លែងចែកទ្វាដដែលហើយខ្ញុំគិចទៅខាងទ្វា8មិញខ្ញុំមកខាងទ្វា7ឥឡូវខ្ញុំទៅខាងទ្វា8អញ្ចឹងចាំមើលដូចតទៅអូបាទគ្នាពុកម៉ែបងប្អូនណាបាទអានេះគឺទៅខាងទ្វា8ណាកាលណាយើងទៅខាងហ្នឹងយើងអាចទាត់ក្រមក៏បានអាចបកមកទាត់លើក៏បានបាទនិយាយទៅបានច្រើនណាអាចយើងក៏មកទ្វា8មិញហ្នឹងណាបាទបកមកទ្វា8បាទមើលភាសាទៀតខ្ញុំពុកម៉ែបងប្អូនមើលភាសាទៀតបើយើងចង់ទៅទ្វា7អូណាមកទ្វា7ណាយើងថយមកប៉ុណ្ណឹងក៏ផុតថយមកប៉ុណ្ណឹងផុតហើយយើងចង់សងវិញក៏បានហ្នឹងហើយយើងចង់សងវិញក៏បានណាបាទយើងថយមកទ្វា7មិញនេះណាទ្វា7ឥឡូវយើងទៅទ្វា8បងប្អូនវិញយើងទៅទ្វា8វិញបាទអញ្ចឹងសូមមើលដូចទៅអូបាទនេះទ្វា8ណាណាយើងមកទ្វា8ណាអញ្ចឹងមកបានទាំងអស់គិតមកទ្វា8នេះគឺទ្វា8អានេះហៅថាទ្វា8នេះហើយដែលចាស់គាត់ថាវាយជាមួយនឹងតោបាទវាយជាមួយតោបាច់បុកកតោទ្វា8ហើយចាំខ້ອຍទៅហើយខ້ອຍទៅចាំធ្វើហក់មកចាំហ្នឹងហើយចាស់ថាបុកកតោទ្វា8ហើយចាំធ្វើហក់ទូកបានហ្នឹងធ្វើហក់ទីទូកអញ្ចឹងណាបាទបុកកតោទ្វា8អញ្ចឹងហើយបានគេហៅថាក្បាច់វាយជាមួយនឹងតោបាទអញ្ចឹងសូមទស្សនាដូចទៅហក់ដៃពុកមិនពុកហក់អូបាទឃើញណាឃើញផុតទេបងប្អូនឃើញផុតទេហ្នឹងហើយបុកកតោទ្វា8កាលណាយើងលោតមកទ្វា8មកទ្វាឆាកតែទ្វានេះគឺ45ដឺក្រេអញ្ចឹងកាលណាយើងមកទ្វា8គឺផុតហើយបងប្អូនតាមនេះបាទអានេះជាការគ្រាន់តែធ្វើត្រួសបាទហើយបើយើងចង់គិចមកទ្វា3ខុសគ្នាតែបើយើងចង់គិចមកទ្វា3ខុសគ្នាក៏តាមមកអានេះមកទ្វា4បងប្អូនណាណែមកទ្វា4ខុសគ្នាខុសទ្វា8កាលណាទ្វា4និងទ្វា3គឺយើងមក90ដឺក្រេអត់ដូចទ្វា8ទេទ្វា8ទ្វា6វា45ដឺក្រេបាទក្មួយក៏រៀននៅពីមុំហ្នឹងគាត់ចេះហើយ45ដឺក្រេបាទអញ្ចឹងយើងអាចទៅអញ្ចឹងក៏បានយើងអាចមកអញ្ចេះវិញក៏បានទ្វា8ដូចគ្នាណាទ្វា8យើងអាចវាយបានអូបាទណាអញ្ចឹងជើងយើងនេះគឺមកខាងនេះណាអញ្ចឹងយើងចង់មកអញ្ចឹងក៏បានទ្វា8ណាបាទយើងយកមកខាងនេះហើយយើងវាយមិនក៏បានដែរវាយមិនក៏បានដែរយើងចង់ឆាកមកអញ្ចឹងក៏បានអញ្ចឹងកុំអញ្ចឹងវិធីវាយមាន2យើងចង់យើងហក់មកនេះក៏ទ្វា8ដែរណាហក់មកនេះទ្វា8ហោយើងមិនយើងដកជើងនេះឆាកមកចេះហ្នឹងហើយយើងឈរអញ្ចឹងបាប់ណាយើងឆាកមកគឺយើងចាក់នេះទ្វា8ដែរហ្នឹងហើយយើងថយបាប់អានេះទ្វា7ណាទ្វា7នេះមកទ្វា7នេះទ្វា7បាទអញ្ចឹងអត់ដូចគ្នាទេខុសគ្នាទ្វា1ទ្វា2ក៏ផ្សេងដែរអូយអានេះទ្វា1និងទ្វា2អានេះទ្វា1និងទ្វា2ពុកម៉ែបងប្អូនណាឃើញយើងចង់ថយក៏បានកាលណាយើងដកថយយើងចង់សងវិញក៏បានយើងចូលទ្វា1ទ្វាសម្រុកយើងដកថយយើងវាយវិញអានេះយើងចូលទ្វា1កាលណាយើងដកមកនេះចូលទ្វា2
ណាអានេះទ្វារ2អញ្ចឹងអត់មានអីបាក់ទេទ្វារ3យើងហក់មកខាងនេះហ្នឹងហើយកណាទ្វារ4មកកណាមកហក់មកខាងនេះអាមិញខ្ញុំធ្វើក្បាច់របស់បតោទ្វារ8កណាខ្លាហក់មកបាយជាមួយនឹងតោនោះយើងហក់ទៅទ្វារ8ក៏បានយើងហក់មកទ្វារ4ក៏បានយើងហក់មកទ្វារ3ក៏បានហក់ទៅទ្វារ6ក៏បានបាទឥឡូវសូមទស្សនាខ្ញុំហក់ទៅទ្វារ6វិញណានៅពេលដែលខ្លាឬក៏មនុស្សហក់មកអូសបាទឃើញទេប៉ុណ្ណឹងគឺផត់អញ្ចឹងហើយបានយើងមានពីដើមយើងមានកំបិតឬក៏មានកាប់ពីក្រោយណាតែណាហក់មកទ្វារ6ផត់គឺកាប់បកវិញអាហ្នឹងហៅថាទ្វារ6បាទពុកម៉ែបងឃើញស្រាប់ហើយហ្នឹងហើយធ្វើមើលអញ្ចឹងសូមប៉ុណ្ណេះដោយសារថាធ្វើនេះមិនអស់ក្បាច់ទេគ្រាន់តែបង្ហាញទ្វារ7និងទ្វារ8ធ្វើយ៉ាងម៉េចការដើរយ៉ាងម៉េចប៉ុន្តែសូមបង្ហាញតែ2 3ក្បាច់ទេវាមិនបានច្រើនទេហ្នឹងហើយក៏វាមិនទៅបានល្អណាស់ណាដែរគ្រាន់ថាក្មួយចៅនៅពេលយកទៅរៀនដំបូងលោតទ្វារឲ្យចេះស្ទាត់តាំងទ្វារ1ទ្វារ2ទ្វារ3ទ្វារ4លោតឲ្យស្ទាត់ដល់ទ្វារ12ចាំយើងរៀនក្បាច់បាទអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយជាវអក្សរខ្មែរជួយជាវអក្សរអង់គ្លេសជួយ Subscribe ណា Subscribe នៅពេល Channel របស់ខ្ញុំហ្នឹងជួយ Subscribe ផងដើម្បីឲ្យវីដេអូវាដើរទៅមុខទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលា